Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
รัตเยนะตังสัพเพอัปปะราภะเมพันเตเตมิพันเตภะคะเวสัพเพอัปปะราภังคัมมะธัมเมพันเตมะเยกะตังปัญญังสัมมินาอนุโมทิตาปังสัมมินากะตังยังมายังเตตะปังสาธุสาธุอนุโมทิมิเด็กชายน้องตาทั้งสองตัวเจอเนี่ยเย่ก็ไปแผ่มองการเจอริมสมยังสมาธิสาวអង្គសូមនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍សូមក្រាបថ្វាយបង្គំអង្គជួបនិងវិទ្យាគុណចៅអធិការវត្តភ្នំពូននិងវិទ្យាគុណដែលជាវិចៅអធិការវត្តដើមភ្នំរួមទាំងប្រការណាព្រះមេចាគ្រប់អង្គជាទីគោរពនិងសូមធ្វើនៅសេចក្តីគោរពប្រណិប័តដល់លោកយាយលោកតាសាធុសត្វបរិសុទ្ធទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យជាបណាកិច្ចជាតេកេណានុប្រទានគឺថានៅយុគទី4ក៏ជាយុគចុងក្រោយទាំងអស់របស់សពរបស់លោកតាថៃនឿនដែលបានធ្វើការកិរិយាទៅកាន់លោកខាងមុខខ្ញុំបាទក៏ជាតំណាងឲ្យក្រុមគ្រួសាររបស់សពទាំងអស់គឺថាបានរៀបចំចាត់ចែងនៅកម្មវិធីគឺថាមានជីវប្រវត្តិសង្ខេបរបស់លោកតាដោយមានការខ្ញុំបាទនឹងគឺតល់ក៏ជាមិនឆ្ងាយក្នុងទូកក្រុងវងត្រកូលព្រមទាំងមានលោកតាថៃនីនដែលជាពូរបស់លោកតាថៃលឿនគឺថាក៏បានស្រាវជ្រាវគឺថាលោកគាត់នឹងជួយផ្ដល់នៅជីវវត្តនឹងមួយចំនួនពីព្រោះថាខ្ញុំបាទគឺថានៅក្មេងក៏មិនតាន់ដឹងក៏ប៉ុន្តែដោយសារគឺថាការផ្ដល់នៅជីវវត្តនឹងអំពីសំណាក់នៃលោកតាដែលមានគឺថាវីនឹងគឺថាចាស់ប្រតិចាអាចតន់ហើយដូច្នេះគឺថាជីវប្រវត្តិសង្ខេបរបស់លោកតាថៃលឿនហ្នឹងដូច
ខ្ញុំបាទនឹងបានរៀបរាប់តទៅនេះលោកតាថៃនឿនគឺកំណើតនៅឆ្នាំរកាសាមគ្គីក្នុងពុទ្ធសករាជ2476គ្រិស្តសករាជ1932គាត់ជាកូនរបស់លោកតាថៃនីនិងលោកយាយផំដើមឡើយរស់នៅក្នុងភូមិធម្មជោគលោកតាថៃនឿនគាត់មានបងប្អូនទាំងអស់4នាក់គឺប្រុស2និងស្រី2នាក់ទី1លោកយាយថៃធីភឿនគឺគាត់ស្លាប់យូរហើយគ្រួសាររបស់គាត់នឹងគឺថាលោកតាថៃទុយទី2លោកតាថៃនឿននេះឯងគ្រួសាររបស់គាត់គឺថាលោកយាយថៃទីសួនដែលមានជីវិតរស់នៅសពថ្ងៃទី3លោកតាថៃនីនគឺថាគាត់មានជីវិតរស់នៅគ្រួសាររបស់គាត់គឺលោកយាយថៃទីហេនទី4លោកយាយថៃទីរឿងគឺថាគាត់ក៏បានធ្វើការកិរិយាប្រកាន់លោកខាងមុខហើយគ្រួសាររបស់គាត់គឺថាលោកតាថៃសិនលោកតាថៃនឿនគាត់នៅគោបាលភាពរស់នៅជាមួយបងប្អូនទាំង4នាក់ក្រុមការគុំគ្រងរបស់ឪពុកម្ដាយប្រកបដោយព្រហ្មវិហារធម៌និងសង្ឃហធម៌ដោយសុខុមាលភាពជាទីបំផុតរហូតគាត់មានវ័យដឹងដីគឺថាស្ដាប់បង្គាប់តាមដំបូន្មានរបស់ឪពុកម្ដាយនិងមានចរិយានារយាទស្រកត់ស្រពំរំទុំដោយកុមារទាំងពួងក្នុងសង្គមដែរសម័យនោះគឺថាកូនចៅដល់វ័យសិក្សាហើយឪពុកម្ដាយតែងតែនាំកូនចៅទៅនៅសិក្សាអក្សរសាស្ត្រខ្លួនគឺថាក្នុងសំណាក់ប្រតិជរគុណគឺថាទៅតាមវត្តដែលជាបច្ចៅអធិការវត្តគឺថាសាលារៀនគឺថាមិនមានដូចក្នុងពេលសប្តាហ៍នេះច្រើនទេគឺថាកាលពីចំនួននោះមានតែវត្តសេរីកណ្ដាលទើបបានមានសាលាសកលមិនយូរប្រមាណលោកតាថៃមីគឺថាដែលជាឪពុករបស់លោកតាថៃនឿនគឺថាគាត់ក៏បានធ្វើការកិរិយាទៅកាន់លោកខាងមុខនៅតែលោកយាយផងដែលជាម្ដាយគឺថារក្សាកូនរហូតមកកាលនោះគឺថាប្រតាមលោកតាថៃនីដែលធ្វើការកិរិយាទៅហ្នឹងគឺថាលោកតាថៃនឿនហ្នឹងទើបតែបានអាយុហ្នឹង6ឆ្នាំនៅដោយលោកតាថៃនីដែលទទួលនៅសពថ្ងៃហ្នឹងគឺថាគាត់ផ្ដល់នៅប្រវត្តិគឺថាឲ្យខ្ញុំបាទគឺថាកាលដែលលោកតាដែលជាឪពុកហ្នឹងគឺថាបានធ្វើការកិរិយាហ្នឹងគាត់នៅជាកុមារវ័យនៅឡើយទើបតែបាន6ឆ្នាំប៉ុណ្ណោះហើយលោកយាយផងគឺថាទុកដាក់អោយកូនច្បងគឺលោកយាយភឿនឲ្យមានគ្រួសារហ្នឹងគឺថាឲ្យមានគ្រួសារគឺថាមុនគេនៅកាលហ្នឹងគឺថាលោកតាដែលលោកតាផ្លែកនីនេះគឺថាបាននិច្ចកម្មទៅហើយនៅតែលោកយាយគឺថាចិញ្ចឹមបីបាច់ថែរក្សាកូនតែ4នាក់តែលោកយាយថាទីភឿនហ្នឹងក៏ថាជារៀនច្បងគាត់ក៏បានរៀបចំឲ្យលោកយាយហ្នឹងគឺថាមានគ្រួសារទៅតាមទំនៀមប្រពៃណីនៅលោកតាថៃនឿនលោកតាថៃនីននិងលោកយាយថៃទីរឿងពុំទាន់មានគ្រួសារនៅឡើយក៏លោកយាយផងគឺថាក៏គាត់រស់នៅ
ថែរក្សាកូនគឺថាក៏មិនបានប្រហែលឆ្នាំគាត់ក៏បាននិច្ចកម្មទៅទៀតនៅតែបងប្អូនគឺថាចិញ្ចឹមរក្សាគ្នាទៅវិញទៅមករហូតមកទើបមកដល់លោកតាថាច់នឿនគាត់មានវ័យចម្រើនឡើងអាចសម្រេចការងារដោយខ្លួនឯងបានក៏លោកយាយថាច់ទីភឿនដែលជារៀនច្បងបានពឹងចាស់ទុំគឺថាឲ្យបានជួលទៅចងស្ពានមានមេត្រីស្ដីដណ្ដឹងលោកយាយថាច់ទីសួនជាកូនរបស់លោកតាថាច់មមនិងលោកយាយសៀកបញ្ចប់វងត្រកូលរួមសាច់រួមឈាមជាគូស្រករតទៅអនាគតតាមទំនៀមទម្លាប់ប្រពៃណីតាមសម័យកាលនោះលោកតាថាច់នឿននិងលោកយាយថាច់ទីសួនកាលបើរៀនច្បងនិងម្ដាយទុកឪពុកដាក់ឲ្យមានគូស្វាមីភរិយាហើយក៏យកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមសង្វាតអហាតខំប្រឹងប្រកបមុខរបរទំនត្រកូលជាកសិករក្នុងគ្រួសារមួយរស់នៅក្នុងភូមិធម្មយុទ្ធយើងនេះកាលបើរួមរស់ជាមួយគ្នាហើយតែងតែមានចំណងតែមួយយ៉ាងធំគឺគាត់ចង់បានកូនប្រុសឬកូនស្រីដើម្បីបន្តនិស្ស័យគ្នានិងបន្តនៅគូចពងវងសាវតាតទៅអនាគតដោយគាត់យល់ឃើញថាកូនប្រុសឬកូនស្រីនេះអាចធ្វើឲ្យខ្លួនមានកម្លាំងចិត្តខំប្រឹងប្រកបការងារដើម្បីសន្សំនៅទ្រព្យសម្បត្តិទុកជាគេដំណើរជាមរតកនឹងជូនដល់កូនតទៅក្នុងពេលអនាគតប៉ុន្មានគឺថាគាត់ក៏ទាំងពីរគឺថាក៏បាននៅកូនទាំងអស់7នាក់គឺប្រុស4ស្រី3នាក់កូនទី1គឺអ៊ំស្រីថាច់ធីសឹងគ្រួសាររបស់គាត់គឺលោកអ៊ំស៊ើនសេតគឺថាមានកូន5នាក់ចៅ10នាក់ចៅទួតម្នាក់សពថ្ងៃរស់នៅសហរដ្ឋអាមេរិកកូនទី2អ្នកស្រីថាច់ធីស្រីវគឺថាគាត់បានអនិច្ចកម្មទៅហើយគ្រួសាររបស់គាត់គឺលោកថាច់សរុំមានកូននឹង3នាក់ចៅ9នាក់សពថ្ងៃរស់នៅក្នុងភូមិធម្មជូតកូនទី3លោកថាច់នីមគឺថាគ្រួសាររបស់គាត់អ្នកស្រីឡៃមានកូននឹង3នាក់ចៅ7នាក់សពថ្ងៃរស់នៅក្នុងភូមិជុំធំកូនទី4អ្នកស្រីថាច់ធីសវេនគ្រួសាររបស់គាត់គឺលោកត្រឹងធេនបានអនិច្ចកម្មទៅហើយគាត់មានកូន4នាក់ចៅ4នាក់សពថ្ងៃរស់នៅក្នុងភូមិធម្មជូតកូនទី5គឺលោកថាច់នេមលោកថាច់នេមគ្រួសាររបស់គាត់គឺអ្នកស្រីហាងធីវេមានកូននឹង2នាក់ចៅ1នាក់សពថ្ងៃរស់នៅជាមួយនឹងលោកតនឿននិងយាយសួនដែលជាម្ចាស់នៃគេហដ្ឋានកូនទី6គឺលោកថាច់ធឿងគ្រួសារគឺអ្នកស្រីណាមានកូន2នាក់សពថ្ងៃរស់នៅក្នុងភូមិធម្មជូតកូនទី6គឺជាកូនពៅមានលោកថាច់ធឺអ្នកគ្រួសាររបស់គាត់គឺអ្នកស្រីផល្លាមានកូន2នាក់សពថ្ងៃរស់នៅសហរដ្ឋអាមេរិកតែក្នុងពេលនេះគឺថាក៏បានវិលត្រឡប់ពីប្រទេសទី3គឺសហរដ្ឋអាមេរិកគឺថាមកតនឪពុកដែលរៀបចំទៅកាលកិរិយាទៅការលោកខាងមុខដូច្នេះ
លោកតាថៃនឿននិងលោកយាយថៃទីសួនគាត់មានកូនទៅដល់7នាក់ចៅ21នាក់ចៅទួត31នាក់និងចៅលួតម្នាក់បានដល់ចៅលួតម្នាក់បូករួមកូនចៅទួតគឺថាមានចំនួនហ្នឹង61នាក់តែនៅកូនសន្និសាចៅសន្និសាចៅទួតសន្និសាគឺថាខ្ញុំបាទមិនបានបញ្ចូលមកក្នុងនេះទេគឺថាគ្រាន់តែកូនចៅទួតនិងចៅលួតក្នុងមហាគ្រួសាររបស់គាត់នឹងគឺថាមានចំនួននឹង60នាក់បើនៅសន្និសាគឺថាដល់អ្វីធំនឹងពិបាករៀបរាប់បាទនឹងសូមអភ័យទោសអំពីសំណាក់នៃដេចគុណគ្រប់អង្គព្រមទាំងលោកយាយតាផ្នែកខាងវិស័យនៃសេដ្ឋកិច្ចគាត់ទាំងពីរនាក់ទោះមានពូនដល់ទៅ7អ្នកគាត់ដោយគាត់ខំប្រឹងតស៊ូប្រកបមុខរបរអាជីវកម្មចិញ្ចឹមជីវិតព្រមទាំងរក្សាគូនប្រកបដោយសង្ឃហធម៌ជាទីបំផុតនេះជានាទីរបស់ឪពុកម្ដាយតែងតែសង្គ្រោះដល់កូនម្យ៉ាងទៀតដោយឃើញថាដោយគាត់យល់ឃើញថាកូនប្រុសស្រីនេះអាចនឹងជួយកម្លាំងខ្លួនជួយសម្រាលទុក្ខដល់ខ្លួនមួយនៅពេលដែលចាស់ជរាធ្វើការអ្វីលេងរួចនេះជាគោលបំណងរបស់ឪពុកម្ដាយគ្រប់រូបលោកតាថៃនឿននិងលោកយាយថៃទីសួនក៏រស់នៅជាមួយឪពុកម្ដាយគឺលោកតាមុំនិងលោកយាយសៀរហូតឪពុកម្ដាយស្លាប់អស់ទៅគាត់ក៏បានធ្វើបុណ្យទូលធំជាច្រើនដើម្បីឧទ្ទិសកុសលជាតេខេណាទានចំពោះអ្នកមានគុណទាំងពីរក្រោយមកទៀតគាត់ក៏បានធ្វើបុណ្យពុទ្ធាវិស័យនិងបុណ្យកឋិននៅឆ្នាំ2009ទៀតផងលោកតាតេជនឿនគាត់មានរោគាពាធជាច្រើនដងទើបមកដល់ឆ្នាំ2008គឺថាគិតពីចាប់ពី2008មកដល់2015គឺថាចូលនឹង7ឆ្នាំគាត់ចាប់ជំងឺគឺថាឈឺដល់ដេកមួយកន្លែងគឺថានៅប្រព័ន្ធសរសៃឈាម2ផ្នែកខាងកាយយន្ត្រីនិងកាយយន្ត្រីនិងជីវហន្ត្រីគឺថាកាយគឺថាគាត់មិនអាចដើរបានព្រមទាំងការនិយាយស្ដីគឺថាគាត់ក៏មិនអាចដើរបានហើយដូច្នេះគឺថាព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គទ្រង់សម្ដែងក្នុងអភិធម្មនៃបញ្ចន្ទ្រីទាំង5ធម្មតាមនុស្សសត្វមានចិត្តជាប្រធានមានចិត្តជាអ្នកដឹកនាំចិត្តគឺថាជានាមធម៌តែបើនិយាយមកវិញគឺថាប្រៀបបានទៅនឹងហត្ថយវត្ថុគឺបេះដូងគឺថាអាស្រ័យនៅទឹកគឺលោហិតឈាមចម្រាញ់នៅលោហិតដើម្បីចិញ្ចឹមនៅសពសារពាង្គកាយរបស់មនុស្សគឺមានឈាមចេញនិងឈាមចូលហើយគឺថាកាលដែលគាត់មានរោគាជាទីបបៀបៀនហ្នឹងគឺថាកូនចៅក៏បាននាំយកទៅមន្ទីរពេទ្យជិតឆ្ងាយជាច្រើនដងតែមិនអាចជាបាលសាសជាបានឡើយរហូតដល់ពេលមុនប្រហែលជាកន្លះខែផ្លាយមកហ្នឹងគឺថាក៏បានរៀបចំចាត់ចែងគឺថាសូត្រកោនិមន្តប្រសងមកហ្នឹងគឺថាសូត្រកោណាដើម្បីផ្នែកនៅកម្ពុជាវិរិយពីអតីតជាតិក្តីក្នុងបច្ចុប្បន្ននេះក្តីនេះគឺថាដើម្បីឲ្យគាត់នឹងបានជួសបាយតែដោយកម្មរបស់គាត់គឺថាមិនអាចនឹងស្រាក់ស្រានបានឡើយទើបមកដល់ពេលនេះគឺម៉ោង7:30នាទីព្រឹកថ្ងៃសៅរ៍
700 ខែស្រាបឆ្នាំមមេពុទ្ធសករាជ 2559 នឹងត្រូវថ្ងៃទី 5 ខែកញ្ញាគ្រិស្តសករាជ 2015 ស្ដេចមច្ចុរាជមកប្រញេកផ្ដាច់ផ្ដិននៅជីវិតមន្ត្រីរបស់គាត់ដល់នៅភាពមរណាក្នុងពេលនោះភ្លាមគឺថាសត្វទាំងឡាយមិនអាចតយុទ្ធនឹងមច្ចុរាជនោះបានឡើយព្រោះថាក្នុងមច្ចុសង្គ្រាមនោះមិនមានជាវិស័យនៃភូមិនៃពលដំរីទាំងឡាយផងហើយក៏មិនមានជាវិស័យភូមិនៃពលរដ្ឋទាំងឡាយផងហើយក៏ជាមិនមានជាវិស័យភូមិនៃពលថ្មីជើងផងក៏ទុកណាជានឹងតយុទ្ធដោយមន្តអាគមឬទ្រព្យសម្បត្តិក៏មិនអាចនឹងចាញ់នៅមច្ចុសង្គ្រាមនោះបានឡើយគឺនៅបនទាំងឡាយដែលជាគុណតែនាំយកនៅសេចក្តីសុខមកប្រកល់អោយហើយដូច្នេះគឺថាក្នុងពេលនេះលោកតាក៏បានធ្វើការកិរិយាទៅកាន់ប្រាឡោកនៃនោះមានក្រុមគ្រួសារកូនចៅបានប្ររពចាត់ចែងធ្វើជាពិធីបុណ្យជាបរាកិច្ចជាសង្ឃកតាតែខេណានុប្រទានគឺទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបង្អន់ចូលមកបូជាចំពោះព្រះសង្ឃជាកិច្ចគឺថាតែខេណានុប្រទាននេះគឺថាឧទ្ទិសកុសលជូនទៅដល់វិញ្ញាណក្ខន្ធរបស់លោកតាដែលទើបនឹងធ្វើការកិរិយាទៅកាន់លោកខាងមុខក្នុងពេលនេះយើងខ្ញុំជាក្រុមញាតិសិក្សាលហិតជាភ្ញៀវកិត្តិយសជាតិឆ្ងាយក៏បានអញ្ជើញចូលមករួមថាកំតនិងរំលែកនៅមរណទុក្ខអំពីក្រុមគ្រួសាររបស់សពក៏មានសេចក្តីសោកស្ដាយសឹកសួររត់ដៅជាអន័យកបកាគ្មានអ្វីនឹងព្រៀបផ្ទឹមបានតែធម្មតាមនុស្សយើងគឺថាមនុស្សសត្វតែងតែមានសេចក្តីស្លាប់នៅខាងចុងបំផុតតែព្រះសម្មាសម្ពុទ្ធយើងព្រះអង្គទ្រង់សម្ដែងថាតស្មាករិយកល្យាណังនិច្ចយ៉ាងសម្បរាយកាំងបញ្ញានិបរលោកស្មੰបតថាហន្តិបានិណាព្រោះហេតុដូច្នោះគឺថាសាធុជនទាំងឡាយចង់បានសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើនៅអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួននឹងត្រូវកសាងសន្សំព្រមនឹងបានជាទីពឹងទៅក្នុងភពខាងនេះព្រោះថាបុណ្យទាំងឡាយតែងជាទីពឹងកំណែរបស់សត្វគឺថាក្នុងលោកហើយដូច្នេះយើងខ្ញុំប្រកាសណាដែលជាក្រុមគ្រួសាររបស់សពគឺថាបានរៀបចំចាត់ចែងតាំងពីយុគទី1រហូតដល់យុគទី4ជាយុគបញ្ចប់មានកម្មវិធីយុគទី1យុគទី2ជាធម្មតាកម្មវិធីយុគទី2កន្លងហើយគឺថាមានសម្ដែងនៅរៀបរាប់នៅបរិខាព្រមទាំងនិមន្តប្រសងនឹងគឺថាឆាកបានស្គាល់ជូនទៅដល់សពតែដល់យុគទី3គឺថាមានកម្មវិធីបន្តនឹងរហូតដល់ជីវប្រវត្តិនិងរៀបរាប់នៅសប្បុរសជននៅសហរដ្ឋអាមេរិកគឺថាបានផ្ញើជាបច្ច័យមកនឹងទំពេញកុសលក្នុងពិធីសពលោកតាហើយនឹងធ្វើជាពិធីកិច្ចពុទ្ធាពិសេសរួចនឹងនិមន្តព្រះសង្ឃដើម្បីសម្ដែងនៅព្រះធម៌ទេសនាជាកិច្ចមួយចម្លងនៅសទ្ធាជ្រះថ្លារបស់ក្រុមគ្រួសារព្រមទាំងលោកជីលោកតាសាធុសប្បុរសទាំងអស់ដែលបានអញ្ជើញចូលមករួមក្នុងពិធីបុណ្យសពនេះបើអញ្ចឹងគឺថាបន្តព្រះបាទនឹងសូមផ្សាយនៅឈ្មោះរៀបរាប់នៅឈ្មោះសប្បុរសជននៅសហរដ្ឋអាមេរិកដែលបានបំពេញកុសលដូចតទៅ
ផ្សាយរៀបរាប់នៅបងប្អូនសប្បុរសជនគឺថានៅសហរដ្ឋអាមេរិកនេះគឺថាមានសេចក្តីតក់ស្លុតក្នុងសង្ខារទាំងឡាយគឺថាបានផ្ញើជាបច្ច័យមកបំពេញកងការមហាកុសលក្នុងពិធីបុណ្យសពរបស់លោកតាថេកនឿងដូចតទៅទី1ធំស្រាធំលៀបគឺថា$200ធំទេធំឡប់$300ធំធៀម$100យាយទៀប$100ធំសេកនិងធំសឹងដែលជាពូនមកកើតរបស់គាត់នោះគឺថា$3,000ធំអេសធំទៀង$100ធំកែវ$100ធំអៀងនិងគ្រួសារ$60គ្រួសារបងថាវី$100ក្មួយសិន$100គ្រួសារក្មួយចន្ទធីជុំ$100ក្មួយរាក្មួយយំដែលជាចៅ$500ក្មួយខែនក្មួយណាង$400ក្មួយខួងក្មួយវណ្ណា$400ក្មួយស្វាង$100យាយវេទប្រធានដែលជាដំឡងរបស់គាត់គឺថានៅសហរដ្ឋ$100ពូវាងមីងផលលី$200សឿនទៀង$100ធំខននៅអូស្ត្រាលី$100មាអុកឡានីងនាងនៅអូស្ត្រាលី$200អូស្ត្រាលីក្មួយភ្លុក$100ធំនីមនិងធំចិននៅព្រៃចោគឺថានៅសហរដ្ឋហ្នឹង$100បែបមួយប្រពូទៅផ្នែកខាងបងប្អូននៅសេរីកណ្ដាលប៉ុន្តែគឺថាឆ្លងទៅអាមេរិកដែលជាក៏ត្រូវជាដណ្លងរបស់ជាមួយនឹងធំសេកនិងធំសឹងគឺថាក្មួយវ៉ាន់ថង$200ក្មួយវ៉ាន់ធូ$200យាយវឹក$100ពូសរាយ$100ពូសរិន$100ពូសវ័ត$100ពូស៊ីថា$50ពូផល្លា$50បងយឹងបងឡៃនិងចេយឹង$100ក្មួយសុខា$50ក្មួយយី$40ក្មួយយិតក្មួយយីវ$100អានវឹងហើយចំដូបងធីនិងកំចៅ$100គ្រួសារក្មួយឡៃ$50មាសុកមីងខុន$100គឺថាបូកសរុបបច្ច័យដុល្លារដែលបងប្អូនជាសប្បុរសជននៅសហរដ្ឋអាមេរិកក្តីនៅអូស្ត្រាលីក្តីគឺថាបានបំពេញកុសលនឹងបូកសរុបមានចំនួន$9,150គឺថាមានចំនួន$9,150ហើយដូច្នេះខ្ញុំបាទក៏ជាតំណាងឲ្យក្រុមគ្រួសារគឺថាសូមឧទ្ទិសកុសលជូនទៅដល់សាធុសប្បុរសជនទាំងអស់ទោះបីដែលបានអញ្ជើញមកតបដីដែលមិនបានអញ្ជើញមកតបដីដែលមានចិត្តគឺថាជ្រះថ្លាសមានចិត្តល្អគឺថាយល់នៅចិត្តរបស់ក្រុមគ្រួសាររបស់យើងខ្ញុំបាទហើយបានជូនជាបច្ច័យមកបំពេញកុសលក្នុងឱកាសនេះក៏សូមឲ្យអស់លោកអ្នកប្រកបនៅមុខរបរអាជីវកម្មមានកាលនោះគឺថាឧស្សាហកម្មនឹងពាណិជ្ជកម្មមិនសូវមានកសិកម្មចលកម្មនេះគឺថា
ពិសេសគឺថាឧស្សាហកម្មនិងពាណិជ្ជកម្មទោះបីបងប្អូននៅសហរដ្ឋអាមេរិកនេះគឺថាធ្វើកិច្ចការងារទាំងអស់នេះក៏សូមឲ្យបានសម្រេចដោយគោលបំណង8អខិតឡើយសូមអរគុណនិងបន្តទៅទៀតខ្ញុំបាទនឹងសូមរៀបរាប់នៅបរិខាដែលក្រុមគ្រួសាររបស់សពរៀបចំគឺថាសម្រាប់ជាកិច្ចមួយពុទ្ធាពិសេសគឺថាក្នុងយុគទី4ក៏ជាយុគចប់នេះដូចតទៅគឺជីវរមួយត្រៃព្រះបទមួយផ្ទាំងមួយសំណប់ជើងមួយគូនៅមួយគូមុងមួយភួយមួយកន្ទេលមួយធូបមួយសក់ឆាត់មួយការហ៊ីណុកមួយកំពុងទឹកកដៅមួយព្រេងក្រអូបមួយដកបាតមួយកំបិតកោមួយជលសូត្រផ្លិតក្រណាត់មួយកំរាលជូតជើងមួយពេងនឹងប៉ាន់មួយប្រអប់នឹងឈើជូតផ្ទះមួយធុងទឹកកកមួយគឺថាបច្ច័យដែលជាវគ្រឿងបរិខាសម្រាប់ពុទ្ធាពិសេសនេះគឺថាមានចំនួន2,600,000 ដុល្លារ2,600,000 ដុល្លារបូកនឹងបច្ច័យគឺថាដែលជាវនៅបរិខាឆាកពីម្សិលគឺថាក៏បានរៀបរាប់ហើយគឺថាបរិខាឆាកនឹង2,732,000 ដុល្លារគឺថាបូកសរុបទាំងពីរផ្នែកគឺថាយុគទី2មហាឆាកយុគទី3ពុទ្ធាពិសេសនេះគឺថាអស់ចំនួនបច្ច័យនឹង5,233,000 ដុល្លារហើយនេះសម្រាប់រៀបចំនៅគ្រឿងបរិការសម្រាប់ឆាកនិងពុទ្ធាពិសេសហើយដូច្នេះទីបញ្ចប់នឹងគឺថាខ្ញុំបាទនឹងសូមមហាកុសលទាំងអស់ដែលក្រុមគ្រួសារបានរៀបចំចាត់ចែងឡើងតាំងពីយុគទី1រហូតដល់យុគទី4ព្រមទាំងលោកយាយលោកតាសាធុសប្បុរសទាំងអស់ដែលបានអញ្ជើញមកបំពេញកុសលនឹងសូមឲ្យទទួលនៅបញ្ញកុសលនេះនឹងឲ្យបានបរិបូរណ៍ព្រមទាំងអស់លោកយាយតាបានជាវិយាវចករខំជួយខ្នះខ្នែងបម្រើភ្ញៀវកិត្តិយសឬចង្ក្រានចាំឆ្នាំជាដើមក៏សូមឲ្យបានយកចំណែកនៅកុសលនេះបានស្មើគ្នាព្រះអង្គកាលណាបើអស់លោកយល់ព្រមល្មមទទួលនឹងអនុមោទនាកុសលហើយក៏សូមបញ្ចេញនៅសត្យសញ្ញាថាសាធុឲ្យព្រមគ្នាទៅហងសាធុជាកម្មវិធីសពតាកេណានកាយកម្ម
อายังพระพุทธเมียงสลายตรงแท้ให้เมียราสจะปาเปละเตาราชโยเมียงจับาจันทร์อองเลยเมียราสจะปาเปละเตาราชโยเมียงจับาจันทร์อองเลยทรงเจริญญาโมตเนียสาธุพุทธัสสะเสด็จมาเตาอายังพระพุทธเมียงสลายตรงแท้ให้ราสจะปาเปละเตาราชโยเมียงจับาจันทร์อองเลยทรงเจริญญาโมตเนียสาธุ chẳng xong là mà sẽ ca một cái vụ này Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ក្បួនបដើមធ្វើឡើងនៅបញ្ជាបណ្ណាកិច្ចអស់រយៈ3យប់កន្លងមកហើយរាត្រីនេះគឺជារាត្រីយប់ទី4ថែមទាំងមាននិមន្តព្រះសង្ឃមកសម្ដែងនៅព្រះបរិត្រាយធ្វើនៅបល័យពុទ្ធិពិសេសព្រមទាំងអារតនីនិមន្តឲ្យធម្មកថាដើម្បីសម្ដែងថ្លែងថ្លានៅព្រះធម្មវិសេសទេសនាខាងអនត្តាអនិច្ចំមានន័យថាប្រែប្រួលមិនទៀងទាត់មិនអចិន្ត្រៃយ៍ហេតុដូច្នោះហើយវត្ថុណាដែលកើតឡើងក្នុងលោកវត្ថុនោះឯងតែងតែឆ្ពោះទៅរកសេចក្តីវិញ្ញាណត្រឹមត្រូវដូចជារូបរាងកាយជាទីស្រឡាញ់របស់ញោមញាតិពុទ្ធបរិស័ទដូចជាញោមញាតិពុទ្ធបរិស័ទឃើញស្រាប់នៅក្នុងនៅមុខប្រភពរបស់ញោមញាតិហើយគឺថាដូចជាជាកម្នាក់កើតជីមកតែដើរទៅរកសេចក្តីស្លាប់មួយក៏មានយ៉ាងណាមិញគឺថាសេចក្តីចាស់ជរានេះមិនថាក្មេងឬមួយក៏មិនថាចាស់នោះទេហើយដូច្នោះហើយបានថាព្រះអង្គទ្រង់សម្ដែងនៅពុទ្ធភាសិតមួយបទថាអ្នកគមធម្មោនិកមាសធម្មោនចពយ៉ាងឯកកុលសធម្មោអនិច្ចតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រាប់តែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬមិនមែនជាធម៌សម្រាប់ប្រគល់តែមួយទេឬថាជាធម៌សម្រាប់ព្រមនឹងទេវតាព្រមទាំងមនុស្សសត្វទាំងអស់គ្រប់រូប
យ៉ាងពេបពុទ្ធសង្ឃដាក់ចម្រើនហើយពុទ្ធសង្ឃដាក់ចម្រើនហើយយើងខ្ញុំទាំងឡាយបាននាំមកនៅជីវរទាំងឡាយ3នេះផងជីវរទាំងឡាយ3នេះផងរក្សាទាំងឡាយនេះផងអង្គទាំងឡាយនេះផងអង្គទាំងឡាយនេះផងមួតបកលទុកក្នុងទីនេះមួតបកលទុកក្នុងទីនេះសូមវេប្រទានដល់ព្រះសង្ឃសូមវេប្រទានដល់ព្រះសង្ឃរក្សាទាំងឡាយនេះផងនៅអង្គទាំងឡាយនេះផងនៅអង្គទាំងឡាយនេះផងដើម្បីសេចក្តីចម្រើនដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីសុខដល់អ្នកមានគុណទាំងឡាយដល់អ្នកមានគុណទាំងឡាយមានមេត្តាដើម្បីតាជាដើមផងដើម្បីតាជាដើមផងដល់យើងខ្ញុំទាំងឡាយផងដល់យើងខ្ញុំទាំងឡាយផងអររៈទីដល់ផងអររៈទីដល់ផងអររៈបីដល់ផងអររៈបីដល់ផងហើយធ្វើម៉េចនិយាយហើយណាប់ពេលនេះជួយប្រគេនលោកសោះហើយជួយប្រគេនបានដល់លោកដល់ហើយសូមអានិតាំងតែយតវេតោធម្មខ្ញុំព្រះករុណាបងកុំនៅព្រះសង្ឃព្រះសាមានពីប្រការគឺសាមតិខាលិតោតោឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យផ្លែងផ្លានហើយក្នុងព្រះសង្ឃជាម្ចាស់សង្ឃកម្មតោតាំមមាំសូមព្រះសង្ឃជាម្ចាស់បាននៅតូនដល់ខ្ញុំព្រះករុណាបញ្ញាទេធម្មញ្ញាមេត្តាសតាបេតានបញ្ញាចកតាអឡាឡាបលាចបេខនបណាបកណាតមហេបញ្ញាបសថាអនាបកម្មទេយតិហេនេកតតានេកាយតាចរតេនាវេអិមិណាញ្ញតេញេនតមហេថានាបមច្ឆតយតិទេវបរេរមនេវិមាននេរតនសាភិតេអិមិណាបញ្ញតេកេនភ័យយោភវន្តតេវមមហាធិយាអេសាយតិតេវញ្ញសម្បទានរស្មាសិរៈពភយចនសហសេបរណងវរវចនងតតេយបរិមាណនាមេកបតន្តេនរកេបតបតេសារិបតយេចញ្ញេអកសាវកបតបរណភិវេនមេតាបេតាបមេចរិបបេតបឋានាពតតិរសសង្ឃានាកលាងមន្តេតមេកលមតមេទេណៃចធម្មចរិយាចញ្ញតិកាណៃចសង្ឃានាវៃជារិកម្មនិអេតាមេកលមតមេតាមេកលមតមេទេរវចនិវេតចសន្តតៃនតញ្ញតាកាលេនធម្មសវណ្ណមេតាមេកលមតមេខន្តិចសវិចសតាសមនាណៃចតសនាកាលេនធម្មសាកាយឆៃតាមេកលមតមេតបចព្រមចសលាបធម្មេចតញ្ញនសកម្មបទិសោកង្វិរិចង្ខេមហេតាមេកលមតមេហេតាតិសានិកាធវរងបានទេមេបញ្ចសាបរោកាស្មមេនសង្ឃវយេអបរិមាណងតេនថយចតិរិយញ្ចសង្ភាទេនមេនសម្បតានតតាញ្ចរនិសណោវេសយណោវេยวតាសវិកតមតោអេបាសតានតតេទុក្ខបសយំបណេតេទេកា
ยังกายโยปัตวังอภิเศษสติชาโตอาเปตวิญญาณนิรันดร์เวกาลังกาเลลุสมาเจวิญญาณโยเตกายังจานเตมังปวัตตเตเสตนิรันดร์เวกาลังกาเลยันอาเวริวะหังปรามัยปเรติสังขารเนวเมเวตาตันนังเปตานังอุปกาปเตไอจิตังปัจจิตังกมหังเทปเมวะสมัยชาตสัพเพปเรตายนาจัตตาราธรรมเมวันตันเตอายุวันโนสองอัปปะเลสโภยจันเดชะพลังนองปรัตนตรัยโนภานิโจยาภาสมรายโจยาภาสมรายโจยาภาสังรังตุสนาการใจทางชมบานหมัดพอสาวการการบานสดเสงสร้างเอาทานผัดตุกชมแตกร้อยเอาปัวสับสาการบอกได้เยอะยอมได้จะตัวที่เจ้าตัวเจ้ารัวเจ้าเลี้ยรอต่อไปนตีจะไกรนตีง่ายไกรสมัยบ้านประกอบเตยปฐกัวแต่ปรามกาคืออายุสมัยเมียนอายุนังเวงเบิร์ลูหน้าสมัยเมียนพอสมบัติกายสมบัติจัดโปรพร้อมสุขาสมัยบ้านสกายสบายจัดและสมัยเมียนกำลังกายกำลังเที่ยวเรียเพียนนาสมัยเมียนไปงานธนาได้เกิดการไว้บ้านสมัยดูเสกได้ลูกเย่ลูกตาลูกเมียลูกยิงบอลปูนปูมวยปุดบอลซับนักปัจนาตะวันส่งเจงอาโมโมตเนียฉลองบันลูกเย่ลูกตาปุดบอลซับเลยส่งเจงอาโมโมตเนียฉลองบันส่งเจงอาโมโมตเนียฉลองบันสาธุสาธุสาธุต่อมาเจตาสาเตปัง
នឹកនៅក្នុងផ្ទាំងយើងរាល់គ្នាជាសង្ការៈរូបបូជាកូនត្រូវវន្តារាល់យំថ្ងៃព្រះនាងមានកូនណែធ្ងន់អង្ចាលើបុត្រធីតាច្រើនក្រាំងក្រៃមិនអាចពរនីឲ្យដំឡៃថាថ្លៃប៉ុណ្ណេះប៉ុណ្ណងបានលោកបានបង្កើតបុត្រធីតាបីបាច់រសាមិនធ្វេសខានទួងនឿយកាយចិត្តទាំងប៉ុន្មានក៏លោកពុំមានផ្លេចពេលណាកូនតូចលោកថែលោកម្ចាស់ដីដល់ធំដឹងក្តីលោកឲ្យសង្សារកំឡុងក្រមុំពេញវ័យរៀបការរៀបបុត្រណែធីតាឲ្យមានគូចែកទ្រព្យសម្បត្តិឲ្យគ្រប់មុខប្រាថ្នាក្តីសុខយូរអង្វែងចង់បានឲ្យកូនរងទីធូគិតគូដាំងទឿនរាល់យំថ្ងៃបើកូនប្រុងស្រីមានក្តីទុក្ខចិត្តម្ដាយឪពុកលែងតមនោះបើកូនប្រុងស្រីមានក្តីទុក្ខចិត្តម្ដាយឪពុកតែងតមនោះបើកូនស្រីប្រុងបានផ្កាងខ្ពស់
ចិត្តលោកអើយសមណងអើយសប្បាយក្រៃនិងហើយកូនព្រះក្នុងផ្ទះយើងកូនត្រូវដំកើងព្រះម្ចាស់ថ្លៃគោរពបូជារាល់យំថ្ងៃព្រះឲ្យនិស័យអើយព្រះកន្លង
Thank you.
chẳng hạn con trao con chít con trai sốc sờ bài ngó lên á chân chỗ đó
Rồi vô xong đó. Và tôn chào mà sọt tiền o của ta miền chất các tay nhu các tay thì ta ho các tay sòng tu buôn miền quân miền quân ban chơi khai đồ hơi tại ở cái đồ đi nhà quân ho làm một cái càng nia nó cũng đi con chia và nạp cái tinh thần sập rút riêng nhau cái from của ta ho của ta miền chất di kiri dia di kalmar bang kalau kita itu dan saya aduk net dari itu mereka ca khâu chân công thu đa nó miếng khoác khát nó còn đây nào môi mình xong sót còn đây mình chắc đơn trên đồng bông ban việt nam người ta thực hiện ban việt thật thà phù hợp hay cái này riêng trong tầng họ cái này là tôi đây phải mà tốt nói riêng trong tầng họ nên mình cả khâu chân công thì nó có tầng tôi giúp đây chủ tư là ở đấy ở số mình chắc làm thêm đồng bông mình được cái tiền mà tôi sang tôi đây riêng trong phong thì tha tầm mấy từng riêng tôi nấu ra cái bắt một ra cái gì đó trong những nhân tầng học này người ta luôn chào phân những nhân tầng học nhiều xương được đây tầng cung xương buông tung nó tung và tung sắp sắp nốt nhưng cũng có chuyện trên học kia nhân trong kia sao phân cung tất cả những việc phải chịu đá rong tăng tất cả để ta không làm xương ở trong là thật trong tí này đang bao nhiêu sẽ phải coi cái ta sao ta coi cái mình quát đâu con cô ta mình lên tam nhiều mi tầng on rung tăng được gì xung quanh của conที่ได้ได้กำลังประชาชนเกี่ยวที่อัปลังก็ต้องได้การเงินหลอกได้หรือกำลังการเงินหลอกได้ก็ต้องมีบริเวณจับเป็นชายอันตรายจากทางการเงินสกัดและตัวเอาเกี่ยวกับเพียงคนทางตรงตัวสาวตัวจับอ๋อช่วยบ้านประกอบจุดประเทศเราปุตตะโพต้องได้ปรมาการเพื่อยุควันและประทับและโครงการปฏิบัติก็ไปอาคารเลยจนเกินอันนี้ Nổi năng cam phê bởi vì ấy bị xem phát bông như là khăn bao tán, và tổ cam xong một tên thuộc bài và chẳng